គ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីសកម្មភាពវងក្របីមួយក្រុមដែលកំពុងតែដើរស៊ីចំណីនៅតាមវាលនៅក្នុងរដូវកាលនេះហើយដូចដែលពុកម៉ែបងប្អូនកំពុងតែបានឃើញនៅក្នុងទស្សនវិជ្ជាជាក់ស្ដែងណានៅពេលនេះផងដែរគឺក្របីទាំងអស់នេះគឺពួកវាដើរលក្ខណៈជាក្រុមតែម្ដងពុកម៉ែបងប្អូនដោយដើរសម្ដៅទៅកាន់ព្រៃភ្នំមិនដឹងជាវាដឹងថាមានកន្លែងណាដែលមានស្មៅសម្រាប់ពួកវាស៊ីនោះទេតែជាស្ដែងនោះគឺពួកវានាំគ្នាដើរលក្ខណៈថាជាក្រុមដោយតែមនុស្សយើងដែលពួកវាគិតថាអាចនឹងមានទីកន្លែងណាដែលសម្បូរស្មៅដែលពួកវាកំពុងតែនាំគ្នាដើរទៅមកដល់ថ្ងៃនេះគឺពួកវានាំគ្នាត្រឡប់ទៅចូលនៅក្នុងក្រៅខ្សែជាថ្មីម្ដងទៀតដោយសារតែការពីព្រឹកមិញគឺខ្ញុំបានបង្ហាញពីសកម្មភាពដែលខ្ញុំបានបលែងវងកបីទាំងអស់ហ្នឹងឲ្យពួកវាទៅដើររកស៊ីចំណីដល់ខ្លួនវានៅតាមវាយ៉ាងទៅហើយនៅពេលល្ងាចគឺខ្ញុំតែងតែយកកបីហ្នឹងត្រឡប់ទៅផ្ទះវិញដើម្បីកុំឲ្យវាដើរស៊ីដំណាំគេយ៉ាងទៅយើងការពារក្រុមបាយជាងពីបាលហើយទាំងអស់នេះគឺជាសកម្មភាពដែលខ្ញុំនាំកបីទាំងអស់ហ្នឹងត្រឡប់ទៅផ្ទះវិញតាមពិតទៅកបីនេះយើងអត់ពិបាកដេញទេបងប្អូនគ្រាន់តែយើងតែរកវាទៅឃើញនៅឧទាហរណ៍ថាឃើញនៅស្រែម្ដុំស្រែញងចុះហើយពេលដែលវាឃើញជាងជាម្ចាស់ដែលទៅរកវាហ្នឹងវាក៏ត្រឡប់ទៅដល់ខ្លួនពួកវាយើងមិនបាច់ហត់ដេញពីក្រៅទេគឺកបីនឹងស្រួលដេញខ្លាំងមែនទែនបងប្អូនដោយសារតែពួកវាធ្លាប់ដេញរហូតទៅឥឡូវអត់ពិបាកដេញទេជួនកាលពេលខ្លះទៅវាត្រឡប់មកផ្ទះដោយលក្ខណៈជាក្រុមយ៉ាងទៅយើងមិនបាច់ទៅតាមទៅដេញវាទេវាត្រឡប់មកវិញបើសិនជាវាដើររៀងឆ្ងាយដែរណាយើងត្រូវទៅតាមបើយើងអត់តាមទេវាអត់ត្រឡប់មកវិញទេតែបើសិនជាយើងទៅតាមទៅយើងគ្រាន់តែទៅដល់កន្លែងពួកវាទៅវាឃើញយើងទៅក៏ត្រឡប់មកវិញដល់ខ្លួនឯងចឹងទៅអត់ហត់ប្រហែលទេបងប្អូនប៉ុន្តែនៅរដូវប្រាំងគឺវាអញ្ចឹងតែបើរដូវវស្សាអត់ងាយទេបងប្អូនដោយសារមានទីមានអីទៅបែបវាក៏រកកន្លែងគេដូចតែមិនជាកន្លែងណាដែលល្អដែរអញ្ចឹងវាខុសគ្នាត្រង់កន្លែងហ្នឹងបងប្អូនបាទអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតាមដាននៅសកម្មភាពដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូននៅក្នុងពេលនេះផងដែរសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនៅការបង្ហាញរបស់ខ្ញុំដូចជាជួយចុច Subscribe ឆានែល YouTube ខ្ញុំអ្នកមួយផងដើម្បីជួយគ្រប់គ្រងនៅការបង្ហាញនៅសកម្មភាពបងកបីរបស់ខ្ញុំទាំងអស់គ្នាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត